ក្នុងពិធីមង្គលការមនុស្សឈួតតែអ្នកចូលរួមសុទ្ធតែក្រុមគ្រួសារត្រកូលហ៊ុននិងមន្ត្រីធំៗនៅស្រុកខ្មែរកាលពី2ឆ្នាំមុនជីវិតមនុស្សស្លូតត្រង់ត្រូវបានបញ្ចប់ក្រោមកង់រថយន្តស៊េរីទំនើបរបស់នាងប៉ុន្តែខណៈដែលគ្រួសារជនរងគ្រោះកំពុងយំស្រែករកយុត្តិធម៌ច្បាប់បែរជាមានភ្នែកខ្វាក់ហើយចេញសាលាក្រមមកថានាងគឺជាមនុស្សឈួតឬមានវិបត្តិសតិសម្បជញ្ញៈចម្លែកណាស់ពេលបុកគេស្លាប់នាងគឺជាមនុស្សឈួតដើម្បីគេចពីគុកប៉ុន្តែ2ឆ្នាំក្រោយមកនាងបែរជាសះស្បើយមកធ្វើជាកូនក្រមុំដ៏ស្រស់ស្អាតក្រងសម្លៀកបំពាក់ការរាប់ម៉ឺនដុល្លារហាក់ដូចជាគ្មានរឿងអីកាត់ឡើងទាល់ទេសោះកាលពីម្សិលមិញនាងឈួតដល់ថ្នាក់មិនអាចទទួលខុសត្រូវចំពោះច្បាប់ប៉ុន្តែថ្ងៃនេះនាងបែរជាមានសតិគ្រប់គ្រាន់មកអង្គុយលើបល្ល័ង្កផ្កាស្លាញញឹមបិទមាត់មិនជិតទទួលពរជ័យពីមន្ត្រីធំៗពេញនគរវត្តមាននៃមន្ត្រីធំនិងអិសរាជជនជាន់ខ្ពស់ក្នុងពិធីនេះមិនមែនគ្រាន់តែជាការអបអរសាទរអាពាហ៍ពិពាហ៍នោះទេប៉ុន្តែវាគឺជាការបង្ហាញនូវអំណាចនិងឥទ្ធិពលដែលអាចបំបត្តិដានឈាមលើដងផ្លូវឲ្យคล้ายជាក្រដាស់អាពាហ៍ពិពាហ៍ដ៏វិសេសវិសាលសូមជម្រាបសួរលោកមេបានិងមន្ត្រីបុណ្យស័ក្តិខ្ពង់ខ្ពស់កុំភ្លេចសួរកូនក្រមុំផងថាតើថ្នាំឈួតប្រភេទណាដែលពូកែម្លេះផឹកត្រឹម2ឆ្នាំអាចឲ្យមនុស្សដែលធ្លាប់បុកគេស្លាប់ត្រឡប់មកមានសុភមង្គលលើគំនោទុកអ្នកដទៃបានយ៉ាងរលូនបែបនេះ